សូមជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាជួបជាមួយអ្នកគ្រូម្ដងទៀតហើយអញ្ចឹងអ្នកគ្រូឈ្មោះហងស៊ីធួនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីមុខវិជ្ជា Algorithms and Coding មេរៀនទី2ដំណើរការនៃការដោះស្រាយបញ្ហាចាអញ្ចឹងថ្ងៃនេះយើងមានមាតិកាចំនួន4ដែលមាតិការបស់យើងនិយាយអំពីដំណើរការនៃការដោះស្រាយបញ្ហាចាទី1កំណត់បញ្ហាដែលយើងហៅថា define ទី2រៀបចំ prepare ចាទី3សាកល្បង try និងទី4ឆ្លុះបញ្ចាំង reflect ចាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ថាតើវីដេអូរបស់អ្នកគ្រូនឹងបង្ហាញបងប្អូនពីអ្វីខ្លះចឹងសូមតាមដានទាំងអស់គ្នាចាអញ្ចឹងវត្ថុបំណងមេរៀនរបស់យើងថ្ងៃនេះគឺបន្ទាប់ពីបងប្អូនរៀនចប់បងប្អូននឹងមានលទ្ធភាពនៅក្នុងការរៀបរាប់ពីនយោបាយនៃជំហានទាំង4ក្នុងការដោះស្រាយបញ្ហាទី2បង្ហាញជំហានទាំង4នៃការដោះស្រាយបញ្ហាទៅនឹងបទពិសោធន៍ជាក់ស្ដែងរបស់យើងចាទី3ប្រើប្រាស់ជំហាននៃការដោះស្រាយបញ្ហាដើម្បីដោះស្រាយបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃចាអញ្ចឹងមុននឹងចូលទៅដល់ការបង្ហាញក៏ដូចជាការបកស្រាយពីខ្លឹមសារមេរៀនអ្នកគ្រូមានរូបភាពមួយឲ្យបងប្អូនសង្កេតអញ្ចឹងបងប្អូនសាកសង្កេតមើលតើបងប្អូនឃើញអ្វីខ្លះនៅក្នុងរូបភាពនេះចាអញ្ចឹងបងប្អូនឃើញទូកនិងឃើញសមុទ្រហើយទូកនឹងកំពុងមិនដែរចាទូកនឹងគឺកំពុងតែលិចចាអញ្ចឹងអ្នកគ្រូមានសំណួរមួយហេតុអ្វីបានជាទូកលិចចាអញ្ចឹងបើប្រៀបធៀបទៅការសាងសង់ទូករបស់បងប្អូននៅគម្រោងម៉ោងមុនអញ្ចឹងយើងអាចឆ្លើយបានខ្លះហើយត្រូវអត់ថាតើហេតុអ្វីបានជាទូករបស់យើងធ្វើនៅគម្រោងម៉ោងមុននឹងលិចចាអញ្ចឹងអ្នកគ្រូមានវីដេអូមួយចាដែលជាវីដេអូលោកគ្រូអ្នកគ្រូគាត់បានធ្វើទូកដើម្បីយកមកបង្ហាញបងប្អូនចាអញ្ចឹងសូមបងប្អូនទស្សនាវីដេអូនេះប្រហែលជា2នាទីទេចាចាអរគុណបងប្អូនសម្រាប់ការចំណាយពេលក្នុងការមើលវីដេអូនេះចាអញ្ចឹងនេះគឺជាគម្រោងធ្វើទូកដែលអ្នកគ្រូបានបរៀនលោកគ្រូអ្នកគ្រូក្រុមផ្សេងចាអញ្ចឹងបងប្អូនអាចនឹងសម្គាល់ឃើញហេតុអីបានជាទូកនឹងលិចអាចមកពីយើងដាក់កាក់ទៅតែមួយចំហៀងឬក៏អាចមកពីជញ្ជាំងទូកនឹងវាទាបពេកឬក៏អាចមកពីទូកនឹងរៀងក្តោងរៀងសួចខាងក្រោមពេកគឺធ្វើឲ្យទូកនឹងលះលិចចឹងណាចានេះគឺជាបញ្ហាដែលយើងកត់សម្គាល់ដោយឡែកក្រុមបងប្អូនគឺបងប្អូនបានកត់សម្គាល់ពីបញ្ហារបស់ក្រុមបងប្អូនរៀងខ្លួនហើយទេត្រូវអត់ចាអញ្ចឹងខ្លឹមសារមេរៀនរបស់យើងប្រើពាក្យបញ្ហាគឺសំដៅទៅលើស្ថានភាពផ្សេងគ្នាជាច្រើនចាអញ្ចឹងមិនខុសទេជីវិតប្រចាំថ្ងៃរបស់យើងក៏យើងធ្លាប់ជួបនៅបញ្ហាច្រើនដែរទោះបីជាបងប្អូនជាសិស្សចាអ្នកផ្សេងទៀតប្រកបការងារអាជីវកម្មផ្សេងក៏ដូចជាអ្នកគ្រូជាគ្រូបង្រៀនគឺមានបញ្ហាទាំងអស់គ្នាចាអញ្ចឹងឥឡូវអ្នកគ្រូទុកពេលឲ្យបងប្អូន1នាទីសូមធ្វើការស្វែងរកបញ្ហាណាមួយដែលយើងជួបប្រទះប្រចាំថ្ងៃចាអញ្ចឹងឥឡូវអ្នកគ្រូទុកពេលឲ្យ1នាទីហើយសូមបងប្អូនស្វែងរកបញ្ហាមួយមកហើយសរសេរនៅក្នុង comment ចូលមកក្នុង comment របស់យើងមកចាចាអរគុណបងប្អូនទាំងអស់គ្នាឥឡូវអ្នកគ្រូសូមទៅ slide បន្ទាប់ទៀត
អញ្ចឹងយើងឃើញថាយើងទាំងអស់គ្នាគឺមានបញ្ហាទាំងអស់គ្នាត្រូវអត់ហើយបើមានបញ្ហាគឺយើងត្រូវការដោះស្រាយបញ្ហាហ្នឹងហើយអញ្ចឹងអ្នកគ្រូគាត់តែចង់ដឹងថាតើយើងមានជំហានអ្វីខ្លះនៅក្នុងការដោះស្រាយបញ្ហាដែលយើងជួបប្រទះហ្នឹងឧទាហរណ៍ថាប្អូនទី1គាត់ជួបបញ្ហាតាក់ទងជាមួយនឹងគាត់ធ្វើកិច្ចការផ្ទះអត់បានចាប្អូនទី2អាចនឹងជួបបញ្ហាគាត់មករៀនយឺតចាតើប្អូនដោះស្រាយមិនឧទាហរណ៍ថាយើងមករៀនយឺតតែយើងធ្វើមិនដើម្បីឲ្យមករៀនទាន់ពេលវេលាវិញចាអញ្ចឹងយើងប្រកាសជាមានវិធីរបស់យើងហើយទៅអត់ចាអញ្ចឹងកន្លែងនេះបើសិនបើយើងមានបញ្ហាយើងអាចនឹងលើកពីបញ្ហាហើយលើកពីដំណោះស្រាយតែបើសិនបើនេះអ្នកគ្រូមានវីដេអូមួយទៀតដើម្បីឲ្យបងប្អូនមើលហើយចាំមកឆ្លើយតបនឹងសំណួរនេះម្ដងទៀតចាអញ្ចឹងអានេះគឺជាវីដេអូមួយរបស់ក្រុមហ៊ុន Zipline ដែលគាត់មានវិធីសាស្ត្រនៅក្នុងការដោះស្រាយបញ្ហារបស់គាត់ចាអញ្ចឹងសូមបងប្អូនតាមដានវីដេអូនេះទាំងអស់គ្នាដើម្បីមើលថាតើគាត់មានជំហានអីខ្លះនៅក្នុងការដោះស្រាយបញ្ហាហ្នឹងចាអញ្ចឹងសូមតាមដានទស្សនាទាំងអស់គ្នាជំរាបសួរខ្ញុំឈ្មោះ Ryan ហើយខ្ញុំជាប្រធានផ្នែក Software នៅក្រុមហ៊ុន Zipline ក្រុមហ៊ុន Zipline ដំណើរការនៅទូទាំងទ្វីបអាហ្វ្រិកដោយប្រើប្រាស់យន្តហោះដ្រូនដើម្បីដឹកជញ្ជូនឈាមសង្គ្រោះជីវិតយើងដឹកជញ្ជូនផលិតផលវិទ្យាសាស្ត្រដូចជាឈាមនិងវ៉ាក់សាំងទៅកាន់កន្លែងដែលមិនអាចទៅដល់បានយើងទាំងអស់គ្នាប្រឈមនឹងបញ្ហាផ្សេងគ្នាជារៀងរាល់ថ្ងៃហើយយើងតែងតែរកឃើញដំណោះស្រាយប៉ុន្តែតើអ្នកដឹងទេថាតាមពិតមានជំហានជាច្រើនដែលអ្នកអាចអនុវត្តបានសម្រាប់ដោះស្រាយបញ្ហាណាមួយវាត្រូវបានគេហៅថាដំណើរការដោះស្រាយបញ្ហាហើយវាមាន4ផ្នែកសំខាន់ទី1កំណត់អត្តសញ្ញាណបញ្ហាទី2រៀបចំស្រាវជ្រាវដំណោះស្រាយពីមុននិងគិតរកដំណោះស្រាយថ្មីទី3ព្យាយាមអនុវត្តផែនការហើយសាកល្បងមើលថាតើអ្វីដែលដំណើរការទី4ឆ្លុះបញ្ចាំងពិនិត្យមើលអ្វីដែលដំណើរការនិងអ្វីដែលមិនដំណើរការហើយតើអ្នកអាចកែប្រែវិធីសាស្ត្ររបស់អ្នកយ៉ាងដូចម្តេចនៅថ្ងៃអនាគតតោះមើលពីរបៀបដែលដំណើរការនេះត្រូវបានប្រើប្រាស់នៅក្នុងពិភពពិតដោយមើលទៅកន្លែងដែលខ្ញុំធ្វើការគឺក្រុមហ៊ុន Zipline នៅក្រុមហ៊ុន Zipline យើងបានចាប់ផ្ដើមដោយការកំណត់បញ្ហាទី1នៅពេលដែលមនុស្សត្រូវការឈាមពួកគេត្រូវការឈាមឲ្យបានលឿនទី2ឈាមពិបាករក្សាទុកណាស់ព្រោះវាមានប្រភេទខុសគ្នាជាច្រើនហើយវាឆាប់ផុតកំណត់ហើយទី3ប្រទេសភាគច្រើននៅលើពិភពលោកមិនមានផ្លូវដែលអាចទុកចិត្តបានសម្រាប់ការដឹកជញ្ជូនឡើយជំហានបន្ទាប់គឺរៀបចំដំណោះស្រាយដំបូងយើងបានធ្វើដំណើរទៅទ្វីបអាហ្វ្រិកហើយបានជួបជាមួយវិជ្ជបណ្ឌិតដែលជាអ្នកនៅទីនោះដែលស្គាល់បញ្ហាទាំងនេះច្បាស់ជាងគេយើងបានដឹងថាការរក្សាទុកឈាមនៅកន្លែងតែមួយពិតជាអាចជួយបានប្រសិនបើមានវិធីសាស្ត្រណាមួយដើម្បីយកឈាមពីកន្លែងនោះទៅកាន់គ្លីនិកដាច់ស្រយាលនៅពេលត្រូវការជាបន្ទាន់បន្ទាប់មកយើងបានគិតពីគំនិតគ្រប់បែបយ៉ាងហើយពិតជាបានបញ្ចេញភាពច្នៃប្រឌិតរបស់យើងដំណោះស្រាយដែលយើងគិតថាអាចដំណើរការបានគឺយន្តហោះដ្រូនរាងដូចយន្តហោះដែលអាចហោះបានឆ្ងាយនិងលឿនឆ្លងកាត់គ្រប់ប្រភេទនៃផ្លូវលំបាកនៅពេលដែលវាហោះទៅដល់គោលដៅរបស់វាបានទម្លាក់កញ្ចប់ឈាមដោយឆាប់យងទៅកាន់វិជ្ជបណ្ឌិតនៅទីនោះរួចក៏ត្រឡប់មកវិញឥឡូវនេះវាដល់ពេលត្រូវសាកល្បងទាំងអស់នេះហើយសូមអរគុណដល់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកាលពីមុនយើងបានដឹងពីបច្ចេកទេសសម្រាប់ការសាងសង់ឃ្លាំងផ្ទុកឈាមដូច្នេះយើងបានសាងសង់ឃ្លាំងមួយនៅទីតាំងកណ្ដាលដើម្បីយើងអាចដឹកជញ្ជូនឈាមទៅបានស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសបន្ទាប់មកយើងបានបង្កើតដ្រូនជាច្រើនយើងបានសាកល្បងពីរបៀបហោះហើរដ្រូនរបៀបបត់បែននិងរបៀបយកវាមកវិញហើយនៅពេលដែលយើងបានព្យាយាមយើងទទួលបានជោគជ័យហើយយើងក៏មានបរាជ័យជាច្រើនផងដែរយើងបានរៀនយ៉ាងឆាប់រហ័សថាការទម្លាក់ឈាមពីលើអាកាសដំណើរការបានល្អណាស់ប៉ុន្តែយើងក៏បានរៀនផងដែរថាបញ្ហាដូចជាអាកាសធាតុនិងការខូចខាតផ្នែករឹងអាចធ្វើឲ្យយើងយឺតយ៉ាវយ៉ាងខ្លាំងដូច្នេះនៅពេលដែលយើងបានព្យាយាមយើងត្រូវត្រឡប់ទៅរៀបចំដំណោះស្រាយថ្មីវិញព្រោះយើងបានកំណត់បញ្ហាថ្មីទីបំផុតយើងមានអ្វីមួយដែលដំណើរការដល់ពេលត្រូវពិនិត្យមើលអ្វីដែលយើងបានធ្វើហើយឆ្លុះបញ្ចាំងពីរបៀបដែលវាបានដំណើរការយើងបានឆ្លុះបញ្ចាំងពីការកំណត់បញ្ហាដើមរបស់យើងហើយបានសួរថាតើដំណោះស្រាយរបស់យើងប្រសើរជាងឬអា
ក្រក់ជាងអ្វីដែលមានពីមុនមកយើងថែមទាំងបានចាប់ផ្ដើមគិតអំពីរបៀបដែលដំណោះស្រាយរបស់យើងអាចត្រូវបានប្រើដើម្បីដោះស្រាយបញ្ហាផ្សេងទៀតផងដែរតើវាអាចដំណើរការសម្រាប់ការដឹកជញ្ជូនថ្នាំពេទ្យឬសូម្បីតែសរីរាង្គដែរឬទេតើវាអាចដំណើរការបញ្ច្រាសហើយប្រមូលរបស់របរពីទីតាំងដាច់ស្រយាលបានដែរឬទេហើយតើយើងអាចឲ្យដំណោះស្រាយនេះដំណើរការនៅក្នុងប្រទេសផ្សេងទៀតបានដែរឬទេចំពោះសំណួរនីមួយទាំងនេះយើងបានត្រឡប់ទៅវិញហើយបានកំណត់ដំណើរការរបស់យើងឡើងវិញហើយធ្វើឲ្យវាកាន់តែប្រសើរឡើងដំណើរការដោះស្រាយបញ្ហាដំណើរការក្នុងគ្រប់ប្រភេទនៃវិស័យការច្នៃប្រឌិតផ្ទាល់ខ្លួនជីវិតគ្រប់យ៉ាងដោយប្រើជំហានទាំង4នេះអ្នកអាចរកឃើញដំណើរការដើម្បីធ្វើឲ្យអ្វីដំណើរការបានចាអូខេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូអញ្ចឹងត្រឡប់មកសំណួរយើងវិញចាអញ្ចឹងអ្នកគ្រូចង់សួរថាតើជំហានទូទៅអ្វីខ្លះដែលយើងអាចប្រើប្រាស់បាននៅក្នុងការដោះស្រាយបញ្ហាជាច្រើនប្រភេទផ្សេងៗគ្នាតាមរយៈការមើលវីដេអូមិញចាអញ្ចឹងតាមរយៈការមើលវីដេអូមិញយើងឃើញថាយើងមានវិធីសាស្ត្រចំនួន4ដើម្បីដោះស្រាយបញ្ហាត្រូវអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងវិធីសាស្ត្រ4ហ្នឹងគឺទី1តកតងជាមួយនឹង define ដែលយើងហៅថាកំណត់បញ្ហាទី2គឺ prepare ចា prepare អញ្ចឹង prepare មានន័យថាយើងរៀបចំយុទ្ធសាស្ត្រអីផ្សេងៗទី3គឺ try មានន័យថាយើងចាប់ផ្ដើមអនុវត្តផែនការរបស់យើងនិងទី4គឺ reflect មានន័យថាយើងឆ្លុះបញ្ចាំងថាតើយើងបានដោះស្រាយវាបានជោគជ័យអត់មកដល់កន្លែង reflect ហ្នឹងតើមានបញ្ហាអីផ្សេងទៀតអត់ចាអញ្ចឹងឥឡូវអ្នកគ្រូសូមទៅបង្ហាញនិយមន័យនៃជំហានទាំង4ចាអញ្ចឹងនេះទី1 define កំណត់បញ្ហាស្វែងយល់ពីបញ្ហាគោលដៅនិងលក្ខខណ្ឌអូខេអញ្ចឹងកន្លែង define មានន័យថាយើងត្រូវស្វែងយល់ពីបញ្ហារបស់យើងតើមករៀនយឺតដោយសារអីចាអញ្ចឹងស្វែងយល់មកដោយសារតែយើងអត់បានដាក់ម៉ោងរោដោយសារតែយើងចូលគេងយប់ជ្រៅពេកដោយសារតែយើងអត់បានរៀបចំអីវ៉ាន់ពីល្ងាចអត់បានរៀបចំសភៅអីផ្សេងចានេះគឺជាបញ្ហាឬក៏ពេលល្ងាចហ្នឹងអត់លេងហ្គេមពេកចាអាចមកពីបញ្ហាហ្នឹងដែរទី2គោលដៅហ្នឹងមានន័យថាតើយើងចង់បានអីកន្លែងហ្នឹងអញ្ចឹងក៏នៅក្នុង define ដែរអញ្ចឹងគោលដៅរបស់យើងគឺយើងចង់មករៀនឲ្យទាន់ពេលវេលាត្រូវអត់ចាអញ្ចឹងដាក់គោលដៅដែរកន្លែងហ្នឹងទី3គឺលក្ខខណ្ឌចាលក្ខខណ្ឌកន្លែងនេះអ្នកគ្រូឧទាហរណ៍ទៅការធ្វើទូកចោះចាអញ្ចឹងនៅក្នុងការធ្វើទូកគឺយើងចង់ធ្វើទូកដែលធំហើយដាក់កាក់បានច្រើនចាអញ្ចឹងនោះគឺជាលក្ខខណ្ឌហើយនៅក្នុងនឹងដែរតើពេលដែលយើងតេស្តនឹងយើងត្រូវធ្វើម៉េចគឺពេលយើងដាក់នៅលើទឹកអត់ឲ្យយកដៃប៉ះអត់ឲ្យកែតម្រូវទូករបស់យើងនៅពេលដែលយើងតេស្តទេចានេះក៏ជាលក្ខខណ្ឌដែរទី2 prepare ចា prepare គឺរៀបចំផែនការដើម្បីឧទាហរណ៍ថាយើងចង់មករៀនតន់ឥឡូវយើងបញ្ហារបស់យើងគឺយើងមករៀនអត់តន់គោលដៅចង់មករៀនឲ្យតន់ហើយមានលក្ខខណ្ឌអីខ្លះយ៉ាងទៅទី2រៀបចំចាប់ផ្ដើមគិតហើយធ្វើម៉េចយប់ហ្នឹងចូលគេងឲ្យបានលឿនចាឬក៏បើសិនបើបញ្ហានោះយើងគិតអត់ចេញទេយើងអាចស្រាវជ្រាវពីអ៊ីនធឺណិតឬក៏សួរមិត្តភ័ក្តិឬក៏សួរប៉ាសួរម៉ាក់អីចឹងទៅចាហើយរៀបចំយុទ្ធសាស្ត្រហើយទៅសេផែនការអូខេអញ្ចឹងកន្លែងរៀបចំយុទ្ធសាស្ត្រនេះយើងធ្វើអីយើងត្រូវដាក់ម៉ោងហូរត្រូវអត់ដាក់ម៉ោងរោយើងត្រូវឆាប់ចូលគេងត្រូវរៀបចំសម្លៀកបំពាក់ឬក៏សម្ភារៈដែលយើងត្រូវយកមករៀនហ្នឹងពីល្ងាចចាអូខេបន្ទាប់មកផឹកស្អែកឡើងយើងសាកល្បងមើលចាថាតើយើងបានរៀបចំហើយយើងសាកល្បងហ្នឹងអនុវត្តផែនការដែលយើងបានរៀបចំទុកហ្នឹងចាបន្ទាប់មកយើង reflect ឆ្លុះបញ្ចាំងតើស្អែកយើងនឹងមករៀនទាន់ពេលអត់អញ្ចឹងតើស្អែកបានយើងដឹងចាអញ្ចឹងស្អែកបើសិនយើងមករៀនទាន់ពេលអូខេអញ្ចឹងមានន័យថាបញ្ហារបស់យើងគឺបានដោះស្រាយតែបើសិនបើយើងអត់មកទាន់ពេលទៀតត្រូវឆ្លុះបញ្ចាំងថាតើវាមានបញ្ហាអីទៀតនៅក្នុងហ្នឹងចាឧទាហរណ៍ថាអូយើងបានដាក់ម៉ោងហូរហើយបានរៀបចំអីវ៉ាន់ហើយបានអីហើយស្រាប់តែពេលសាឡបងម៉ូតូបែកកង់ចាអញ្ចឹងអាចមកពីបញ្ហាអីផ្សេងយ៉ាងទៀតណាចាអញ្ចឹងបើសិនបើយើងអត់ជោគជ័យទេគឺយើងត្រឡប់ទៅ
define ឬក៏ prepare ឡើងវិញចាអញ្ចឹងអ្នកគ្រូសូមបន្តទៅទៀតអូខេអញ្ចឹងអ្នកគ្រូមានសំណួរមួយតើអ្នកបានអនុវត្តតាមដំណើរការដោះស្រាយបញ្ហានៅក្នុងការធ្វើទូកអាលុយមីញ៉ូមដោយរបៀបណាចាអញ្ចឹងត្រឡប់ទៅការធ្វើទូករបស់យើងវិញតើយើងគិតថាចំណុចណាខ្លះដែលយើងបាន define ចំណុចណាខ្លះដែលយើងបាន prepare បានរៀបចំហើយចំណុចខ្លះដែលយើងបាន try ចំណុចណាខ្លះដែលយើង reflect ឆ្លុះបញ្ចាំងមកថាទូកយើងដាក់កាក់បានច្រើនអត់ចាតែយើងគិតថាវាចូលទៅជំហាននឹងដោយរបៀបណាចាអញ្ចឹងសំណួរទី2តើអ្នកអាចប្រើដំណើរការនេះលើបញ្ហាក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដោយរបៀបណាចាអញ្ចឹងដូចមិញអ្នកគ្រូបានឆ្លើយតបខ្លះហើយទៅអត់ចាគឺអ្នកគ្រូបានលើកពីបញ្ហាដែលយើងមករៀនយឺតបញ្ហាដែលយើងធ្វើការងារទេអត់កើតអត់ចេះធ្វើអត់ចេញចាអញ្ចឹងអានឹងសិតតែជាបញ្ហាប្រចាំថ្ងៃរបស់យើងចាអញ្ចឹងដំណើរការនៃការដោះស្រាយបញ្ហាគឺយើងត្រូវតែមានយុទ្ធសាស្ត្រការមានយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាអាចជួយឲ្យអ្នកបង្កើតនូវការយល់ដឹងថ្មីនិងអាចរកឃើញដំណោះស្រាយថ្មីនិងប្រសើរជាងមុនដំណើរការនេះជាទូទៅមានប្រយោជន៍សម្រាប់ការដោះស្រាយបញ្ហាគ្រប់ប្រភេទចាអញ្ចឹងគ្រប់បញ្ហាទាំងអស់គឺគេប្រើជំហានទាំង4នេះសម្រាប់ដោះស្រាយបញ្ហាអញ្ចឹងអ្នកគ្រូមានសន្លឹកកិច្ចការចំនួន3សន្លឹក4សន្លឹកចាប៉ុន្តែអ្វីដែលយើងត្រូវធ្វើនៅថ្ងៃនេះគឺយើងធ្វើតែ3សន្លឹកទេចាអញ្ចឹងអ្នកគ្រូសូមបញ្យល់ត្រួសនៅលើសន្លឹកកិច្ចការអញ្ចឹងដំណើរការនៃការដោះស្រាយបញ្ហា The Problem Solving Process អញ្ចឹងនេះគឺ slide មុនមិញអញ្ចឹងយើងមានជំហានទាំង4ចូលមកក្នុងនេះប៉ុន្តែនៅក្នុងនេះគឺគេដាក់សំណួរឧទាហរណ៍ថា define តើអ្នកកំពុងព្យាយាមដោះស្រាយបញ្ហាអ្វីចាអញ្ចឹងដូចម៉ោងមុនយើងធ្វើទូកអញ្ចឹងកំណត់កន្លែងហ្នឹងគឺកំណត់ថាយើងនឹងធ្វើទូកដែលអាចដាក់កាក់បានច្រើនចាទី2តើឧបសគ្គឬលក្ខខណ្ឌកំណត់របស់អ្នកមានអ្វីខ្លះចាអញ្ចឹងឧបសគ្គអីគេដែលយើងធ្វើទូកទៅអត់អាចនឹងជោគជ័យសូមទៅគិតកន្លែងហ្នឹងដែរទី3តើភាពជោគជ័យមើលទៅដូចម្ដេចភាពជោគជ័យមើលទៅដូចម្ដេចហ្នឹងមានន័យថាគោលដៅរបស់យើងហ្នឹងយើងចង់បានអ្វីនៅពេលដែលយើងដោះស្រាយចប់ក៏ជាកំណត់បញ្ហានឹងដែរ define ដែរចាអូខេអញ្ចឹងយើងចូលមកដល់រៀបចំ prepare ចាអញ្ចឹងនៅកន្លែង prepare គឺរកគំនិតស្រាវជ្រាវដំណោះស្រាយដែលអាចធ្វើទៅបានអញ្ចឹងមកមុនអ្នកគ្រូអត់បានប្រាប់ថាអូកូនត្រូវធ្វើទូករៀងបែបនេះធ្វើទូកដែលមានបាតធំធ្វើទូកដែលមានជាងខ្ពស់គឺអត់ទេគឺយើងស្រាវជ្រាវយើងរកខ្លួនឯងអាចពីអ៊ីនធឺណិតអាចពីការពិភាក្សាគ្នាចាឬក៏អាចសួរគ្រូនៅតាមកន្លែងចាទី2ប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិចាអញ្ចឹងជាក់ស្ដែងយើងមានវិធីសាស្ត្រច្រើនចាអញ្ចឹងវិធីសាស្ត្រទាំងអស់ហ្នឹងគឺយើងត្រូវប្រៀបធៀបដោយក្រុមហ៊ុន Zipline មិញគឺគាត់ធ្វើដ្រូនអញ្ចឹងមុននឹងធ្វើដ្រូនគឺគាត់ប្រៀបធៀបអស់ហើយថាវិធីសាស្ត្រនេះល្អវិធីសាស្ត្រនេះល្អវិធីសាស្ត្រនេះល្អអញ្ចឹងគាត់ក៏ជ្រើសរើសដ្រូនដើម្បីដឹកជញ្ជូនឈាមអីចឹងទៅចាទី3រៀបចំផែនការចាអញ្ចឹងបន្ទាប់ពីយើងស្រាវជ្រាវបន្ទាប់ពីយើងប្រៀបធៀបអីអស់ហើយគឺយើងរៀបចំផែនការរបស់យើងដើរវាមិនកន្លែងហ្នឹងយើងចាប់ផ្ដើមទៅសេចូលអីចឹងមកសេផែនការរបស់យើងដែរចាចូលដល់ជំហានទី3គឺសាកល្បងត្រាយចាអញ្ចឹងកន្លែងនេះគឺយើងអនុវត្តផែនការរបស់អ្នកចាអញ្ចឹងយើងចាប់ផ្ដើមយកទូកទៅដាក់លើទឹកកន្លែងនេះគឺយើងអនុវត្តហ្មងអញ្ចឹងយើងក៏យកទូកទៅដាក់លើទឹកបន្ទាប់មកយើងឆ្លុះបញ្ចាំងអញ្ចឹងដាក់លើទឹកឲ្យដាក់កាក់ម្ដងមួយឆ្លុះបញ្ចាំងតើលទ្ធផលរបស់អ្នកប្រៀបធៀបទៅនឹងគោលដៅរបស់អ្នកបានកំណត់ពេលកំណត់បញ្ហាដូចម្ដេចចាអញ្ចឹង
ta là tậpផលរបស់យើងនឹងទូកនឹងដាក់កាក់បានច្រើនមែនអត់ចាបើដាក់បានតែ2តើមានបញ្ហាអីនេះតើអ្នកអាចរៀនសូត្រអ្វីពីចំណុចនេះឬធ្វើអ្វីបានល្អជាងមុននៅពេលក្រោយអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវកែសម្រួលថាយើងរកឃើញបញ្ហានេះអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីកែសម្រួលបញ្ហាហ្នឹងឲ្យកាន់តែល្អប្រសើរនៅពេលក្រោយអញ្ចឹងទៅចាតើអ្នកបានរកឃើញបញ្ហាអ្វីខ្លះថ្មីអ្វីខ្លះចាអញ្ចឹងបន្ទាប់ពីយើងធ្វើទូកហើយប្រកាសជាមានបញ្ហាហើយចាអញ្ចឹងយើងគិតថាបញ្ហាដែលយើងរកឃើញថ្មីពីមុនមកពួកអីយើងធ្វើទូក2ជុំកាលពីសប្តាហ៍មុនជុំទី1គឺដើម្បីរកថាតើទូករបស់យើងនឹងដាក់កាក់បានប៉ុន្មានហើយបញ្ហាអីដែលបាក់ឧទាហរណ៍ថាដាក់កាក់បានតែ5ឯងតើមកពីបញ្ហាអីបានទូករបស់យើងនឹងដាក់កាក់បានតែ5ចាអញ្ចឹងកន្លែងហ្នឹងយើងអាចនឹងរកបញ្ហាថ្មីឃើញចាអញ្ចឹងសម្រាប់ slide នេះគឺមានប៉ុណ្ណឹងអ្នកគ្រូសូមចូលទៅមុខទៀតអូខេអញ្ចឹងការងារបន្ទាប់គឺបងប្អូនត្រូវចល័តចូលទៅតាមក្រុមនៃការសាងសង់ទូករបស់យើងកាលពីម៉ោងដំបូងចាម៉ោងដំបូងហ្នឹងគឺយើងបានធ្វើការងារជាក្រុមអំពីការធ្វើទូកហ្នឹងអញ្ចឹងសូមចូលទៅក្រុមដដែលពួកអីសកម្មភាពយ៉ាងនេះគឺឆ្លើយតបទៅនឹងសកម្មភាពធ្វើទូកពីម៉ោងដំបូងចាកិច្ចការក្រុមចាទី1គិតអំពីបញ្ហាប្រឈមនៅក្នុងការសាងសង់ដែលអ្នកបានធ្វើនៅគម្រោងទូកអលុញញោមតើផ្នែកណាមួយនៃសកម្មភាពនោះជាផ្នែកនៃជំហានខាងក្រោមអញ្ចឹងយើងត្រូវសម័យទៅសកម្មភាពដែលយើងធ្វើទូកនឹងតើសកម្មភាពកន្លែងណាដែលយើងគិតថាវាចូលជំហានទី1 define តើសកម្មភាពកន្លែងណាចូលជំហានទី2 prepare តើសកម្មភាពកន្លែងណាចូលជំហានទី3 try ហើយសកម្មភាពកន្លែងណាចូលជំហានទី4 reflect ចាអញ្ចឹងយើងគិតឲ្យហើយមកមួយទៀតតើអ្នកបានប្រើយុទ្ធសាស្ត្រអ្វីក្នុងការដោះស្រាយបញ្ហានេះដែលអាចជួយអ្នកដោះស្រាយបញ្ហាផ្សេងទៀតចាអញ្ចឹងសូមសរសេរយុទ្ធសាស្ត្រដូចគ្នាបន្ទាប់ពីយើងសរសេរហើយយើងចែករំលែកជាមួយថ្នាក់នៅពេលដែលក្រុមយើងរួចរាល់ចាអញ្ចឹងអ្នកគ្រូមានសិលឹកកិច្ចការដែរនេះចាអញ្ចឹងកន្លែងនេះគឺអ្វីដែលគ្នាយើងបានឃើញមិញគឺគេបញ្យល់ថា define ឲ្យគេ prepare ឲ្យគេហើយបន្ទាប់មកនេះយើងសរសេរពីសកម្មភាពនៃការធ្វើទូកថ្ងៃមុនហ្នឹងចូលមកកន្លែង define មកកន្លែងណាដែលយើងគិតថាចូលជំហាន define ហ្នឹងតើសកម្មភាពកន្លែងណាចូលកន្លែងរៀបចំសកម្មភាពកន្លែងណាចូលកន្លែងសាកល្បងនិងសកម្មភាពកន្លែងណាចូលជំហានឆ្លុះបញ្ចាំងចាហើយបន្ថែមមកទៀតតើយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកបានឃើញនៅក្នុងការដោះស្រាយបញ្ហានេះដែលអាចជួយអ្នកដោះស្រាយបញ្ហាផ្សេងទៀតបានចាអញ្ចឹងសូមសរសេរនៅផ្នែកខាងក្រោមដែលលោកគ្រូអ្នកគ្រូនឹងជួយសម្របសម្រួលឲ្យបងប្អូននៅតាមក្រុមមួយចាអញ្ចឹងយើងមានរយៈពេល15នាទីស្រង់សកម្មភាពពីការធ្វើទូកអលុយញ៉ូថ្ងៃមុនដើម្បីចូលមកជំហានទាំង4នេះចាអូខេអញ្ចឹងអ្នកគ្រូទុកពេលការពិភាក្សាក្រុមរយៈពេល15នាទីឲ្យបងប្អូន
ចាអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីយើងពិភាក្សាក្រុមរយៈពេល15នាទីហើយអ្នកគ្រូសូមបន្ថែមនៅកិច្ចការមួយទៀតចានៅក្នុងសន្លឹកទី3នៃសន្លឹកកិច្ចការរបស់យើងសូមបងប្អូនមើលមកផ្នែកខាងលើចាបញ្ហាដែលអ្នកពូកែដោះស្រាយចាអញ្ចឹងយើងរកបញ្ហាមួយដែលយើងពូកែដោះស្រាយមកចាអញ្ចឹងយើងសូមសរសេរប្រភេទនៃបញ្ហាបន្ទាប់មក define ចា define យើងឆ្លើយតបជាមួយនឹងសំណួរដែលយើងបានឃើញនៅកន្លែង define មិញមានអីខ្លះបន្ទាប់មកសរសេរនៅក្នុងរៀបចំចាហើយសាកល្បងឆ្លុះបញ្ចាំងអញ្ចឹងដូចឧទាហរណ៍ដែលអ្នកគ្រូបានឧទាហរណ៍មិញហ្នឹងមករៀនយឺតចាមករៀនយឺតបញ្ហារបស់យើងគឺមករៀនយឺតដោយសារអីមកចាតមកបានយើងចាប់ផ្ដើមរៀបចំយើងគួរធ្វើម៉េចស្អែកនឹងយប់នឹងធ្វើម៉េចសាកល្បងចាអញ្ចឹងយប់នឹងសាកល្បងអ្វីដែលយើងបានរៀបចំហើយឆ្លុះបញ្ចាំងស្អែកតើស្អែកយើងមកហ៊ានតន់អត់ចាអញ្ចឹងនេះគឺជាឧទាហរណ៍ប៉ុន្តែបងប្អូនសូមរកឧទាហរណ៍ផ្សេងពីអ្នកគ្រូឧទាហរណ៍ចាហើយដាក់ចូលទៅក្នុងសន្លឹកកិច្ចការរបស់យើងចាអញ្ចឹងអានេះគឺអ្នកគ្រូគាត់ណែ repeat ឡើងវិញទេនេះគិតពីអំពីបញ្ហាមួយដែលអ្នកពូកែដោះស្រាយសរសេរចុះថាផ្នែកណាមួយនៃដំណើរការរបស់អ្នកសមនឹងជំហានទាំងនេះចាមាន define prepare try reflect ចាតើអ្នកបានប្រើយុទ្ធសាស្ត្រអ្វីខ្លះក្នុងការដោះស្រាយបញ្ហានេះដែលអាចជួយអ្នកដោះស្រាយបញ្ហាផ្សេងទៀតបន្ទាប់មកចែករំលែកជាមួយថ្នាក់យើងនៅពេលដែលក្រុមរបស់យើងរួចរាល់ចាអញ្ចឹងកន្លែងនេះអ្នកគ្រូមានពេល15នាទីទៀតឲ្យបងប្អូនបំពេញព័ត៌មាននៅលើសន្លឹកកិច្ចការដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឲ្យចាអញ្ចឹងសូមសរសេរកន្លែងបញ្ហាដែលអ្នកពូកែដោះស្រាយអញ្ចឹងបន្ទាប់ពីយើងធ្វើការងារក្រុមរយៈពេល15នាទីរួចហើយអញ្ចឹងសូមលោកគ្រូអ្នកគ្រូនៅតាមសាលាមួយសូមចាត់ចែងហៅសិស្សតាមក្រុមដើម្បីធ្វើបទបង្ហាញរយៈពេល15នាទីអញ្ចឹងលោកគ្រូអាច random ក៏បានឬក៏អាចស្ម័គ្រចិត្តឬក៏អាចចុចតាមក្រុមដែលលោកគ្រូអ្នកគ្រូចង់ឲ្យគាត់ឡើងបង្ហាញចាអញ្ចឹងសន្និដ្ឋានចាអញ្ចឹងបន្ទាប់ពីយើងបានឃើញបញ្ហាជាច្រើនប្រភេទផ្សេងគ្នានៅថ្ងៃនេះហើយប៉ុន្តែយើងឃើញថាបញ្ហាទាំងអស់គឺបានប្រើការដោះស្រាយបញ្ហារបស់យើងទី1គឺយើងមាន4ជំហានហ្នឹងគឺមាន define មាន prepare មាន try និង reflect ចាចំណុចទី2ចាមិនថាមានបញ្ហាអ្វីក៏ដោយដែលនរណាម្នាក់កំពុងព្យាយាមដោះស្រាយអាចប្រើប្រាស់ជំហានទាំង4នេះដើម្បីដោះស្រាយបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងចាអញ្ចឹងនៅពេលដែលយើងជួបបញ្ហាអីមួយគឺយើងប្រើប្រាស់នៅជំហានទាំង4នឹងមកដើម្បីដោះស្រាយបញ្ហារបស់យើងអញ្ចឹងនៅក្នុងថ្ងៃនេះដែរអ្នកគ្រូមានកិច្ចការផ្ទះមួយឲ្យគ្នាយើងចាសូមសរសេរចូលសៀវភៅរបស់យើង1ចូលបង្ហាញពីអត្ថន័យជំហានទាំង4នៃការដោះស្រាយបញ្ហាចាអញ្ចឹងកិច្ចការផ្ទះនេះដូចជាងាយណាចាប៉ុន្តែបងប្អូនសូមធ្វើឲ្យបានទាំងអស់គ្នាចាអញ្ចឹងសម្រាប់វីដេអូនេះដែរអ្នកគ្រូមានតែប៉ុណ្្នឹងទេបើសិនបើបងប្អូនមានសំណួរឬក៏នៅមានចម្ងល់ឬក៏មានមតិយោបល់អីបងប្អូនអាច comment សួរបានចាអញ្ចឹងអ្នកគ្រូសូមអរគុណនិងសូមជម្រាបលា